शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि Malaysian Airlines की उड़ान MH19 शुरू कुआलालंपुर से आज पहुंची।ឥឡូវក្បួនគណៈធម្មយាត្រាដែលដឹកនាំដោយអង្គគ្រូសោមនធិរោសោមសុភាពនិងក្រមអធិបតីភាពរបស់លោកគ្រូអគ្គបណ្ឌិតធម្មចារពុទ្ធវង្សបានឈានជើងចូលមកដល់ទឹកដីពុទ្ធភូមិហើយគឺដែនការ៉ូឬក្រុងយូដេលីប្រទេសឥណ្ឌាដែលត្រូវបានបដិសន្ធរៈដោយព្រះសង្ឃខ្មែរយើងដែលគង់នៅប្រទេសឥណ្ឌាមានប្រតិជនគុណភីវសំអាងនិងបណ្ឌិតសំពេជាដើមដែលបានមកទទួលស្វាគមន៍ដល់ក្រុមគណៈធម្មយាត្រានៃព្រះរាជាណាចក្រកម្ពុជាយើងដូច្នេះខ្ញុំប្រកាសណាខ្ញុំបាទសូមរៀបរាប់បន្តិចនៅទស្សនវិជ្ជាទូទៅនៃប្រទេសឥណ្ឌាជាប្រទេសមួយប្រកាន់យករបបសាធារណរដ្ឋឥណ្ឌាគឺជាប់មានតន្តិភាពខាងផ្នែករក្សាភូមិត្រកោប្រពៃណីដូនតាគោលគឺវប្បធម៌និងអរិយធម៌សពថ្ងៃឥណ្ឌាមានប្រជាជនជាង 1000 លាននាក់ដែលមានពូជសាសន៍ជាច្រើនបានមកតាំងទីលំនៅលើផ្ទៃដីជាង 3 លានគីឡូម៉ែត្រក្រឡាគឺធំជាងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង18 ដងឥណ្ឌាគេបានបែងចែកទឹកដីជា28រដ្ឋធំនិងក្រុងសហព័ន្ធចំនួន7